ជំរាបសួរបងប្អូនទាំងអស់គ្នាដោយបងប្អូនបានដឹងស្រាប់ហើយថាការពីថ្ងៃទី28ខែមីនាកន្លងទៅនេះវេលាម៉ោង 1:20 នាទីរសៀលមានហេតុការណ៍រំជួយដីនៅទីក្រុងបាងកកប្រទេសថៃដែលធ្វើឲ្យអគារកំពុងសាងសង់របស់រដ្ឋាភិបាលតម្លៃជាង 2000 លានបាតត្រូវដួលរលំរលាយបាត់ក្នុងពេលមួយប៉ព្រិចភ្នែកនៅក្នុងហេតុការណ៍រំជួយដីកម្រិត 7.7 Richter នោះដែរក៏បានបណ្ដាឲ្យកម្មករពលករជាច្រើនរងរបួសក្នុងនោះមានទាំងកម្មករពលករជនជាតិភូមានិងខ្មែរផងដែរហើយមកដល់ថ្ងៃនេះគេបានរកឃើញអ្នកបាត់បង់ជីវិតជាច្រើនអ្នកដែលកប់នៅក្រោមកំណរបែកបាក់របស់អគារដែលត្រូវគ្រោះរំជួយដីលេបត្របាក់ជាបឋមខ្ញុំសូមសម្ដែងការសោកស្ដាយនិងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារបងប្អូនកម្មករពលករដែលជាជនរងគ្រោះដែលបានបាត់បង់សាច់ញាតិនៅក្នុងហេតុការណ៍គ្រោះរំជួយដីដ៏ធំមួយនេះសូមបន់ស្រន់ដល់ទេវតានិងវត្ថុស័ក្តិសិទ្ធិក្នុងលោកជួយថែរក្សាបងប្អូនដែលបាត់ខ្លួនមិនទាន់រកឃើញឲ្យនៅរស់រានមានជីវិតបានត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញចាបងប្អូនតាមរយៈហេតុការណ៍គ្រោះធម្មជាតិរំជួយដីដែលកើតមាននៅប្រទេសជិតខាងយើងនេះផងដែរធ្វើឲ្យយើងមានការភ្ញាក់ផ្អើលរន្ធត់ចិត្តជាខ្លាំងនឹងនាំគ្នាចោទជាសំណួរឡើងថាបើសិនជាយើងជួបហេតុការណ៍នេះតើយើងគួរធ្វើយ៉ាងណាឲ្យមានសុវត្ថិភាពតើយើងគួរមានវិធីការពារខ្លួនយ៉ាងណាខ្លះពេលមានគ្រោះរំជួយដីកើតឡើងរំជួយដីគឺជាគ្រោះធម្មជាតិដែលកើតចេញពីការរំកិលនៃសម្បកផែនដីឬបន្ទះតិចតូនិកដែលអាចកើតឡើងបានគ្រប់ពេលគ្រប់ទីកន្លែងសូម្បីតែនៅក្នុងតំបន់ដែលមិននៅក្បែរចំណុចដែលមានការរំជួយដីក៏ដោយក៏អាចកើតឡើងបានដែរដែលយើងមិនអាចស្មានទុកមុនបានទេដូច្នេះការត្រៀមវិធីការពារខ្លួនទុកជាមុនគឺជារឿងដែលសំខាន់ក្នុងករណីកើតមានការរំជួយដីគឺយើងអាចជួយខ្លួនឯងបានព្រមទាំងអាចជួយក្រុមគ្រួសាររបស់យើងឲ្យមានសុវត្ថិភាពបានទៀតផងតទៅនេះខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនទាំងវិធីការពារខ្លួនពេលកំពុងកើតមានការរំជួយដីក្រោយរំជួយដីនិងមុនរំជួយដីវិធីការពារខ្លួនពេលកំពុងកើតមានការរំជួយដីបើសិនជាយើងនៅក្នុងអគារទី1ជៀសវាងការរត់ចេញពីអគារការដែលរត់ចេញពីអគារនៅពេលដែលកំពុងរំជួយដីនឹងធ្វើឲ្យយើងធ្លាក់នៅក្នុងហានិភ័យព្រោះឥដ្ឋស៊ីម៉ងកញ្ចក់ឬវត្ថុផ្សេងអាចធ្លាក់ត្រូវយើងធ្វើឲ្យរងរបួសឬបាត់បង់ជីវិតបានទី2រកកន្លែងក្រាបពួនក្រោមតុឬតុទំហំធំបើសិនជាគ្មានតុឲ្យក្រាបពួនព្យាយាមរកគ្រឿងសង្ហារិមណាដែលធំហើយរឹងមាំដូចជាគ្រែដើម្បីការពារខ្លួនពីរបស់របរធ្លាក់ត្រូវលើទី3ជៀសវាងការនៅក្បែរបង្អួចឬកញ្ចក់ព្រោះកញ្ចក់អាចបែកធ្លាក់និងធ្វើឲ្យរងរបួសបើសិនជាយើងនៅកណ្ដាលវាលទី1រកកន្លែងដែលមានសុវត្ថិភាពគួរជៀសវាងការនៅក្បែរអគារខ្ពស់រចនាសម្ព័ន្ធដែកឬខ្សែភ្លើងដែលអាចជ្រុះធ្លាក់មកបានទី2ជៀសវាងការនៅក្បែរដើមឈើឬប៉ាណូផ្សាយពាណិជ្ជកម្មធំព្រោះអាចធ្វើឲ្យរលំធ្លាក់សង្កត់ត្រូវយើងបានបើសិនជាយើងនៅក្នុងឡានទី1ចតឡាននៅម្ខាងពេលកំពុងកើតមានការរំជួយដីនៅពេលបើកបរគួរចតឡានឲ្យឆ្ងាយពីស្ពានឬអគារនិងនៅចាំក្នុងឡានទាល់តែការញ័ររំជួយដីឈប់ទី2មិនគួរបើកឡានបន្តពេលដែលកំពុងរំជួយដីព្រោះអាចធ្វើឲ្យយើងមិនអាចគ្រប់គ្រងការបើកបរបានហើយកំឡុងពេលមានការរំជួយដីកើតឡើងអ្វីដែលមិនគួរធ្វើគឺកំប្រើជណ្ដើរយន្តប្រអប់ព្រោះថាការប្រើជណ្ដើរយន្តប្រអប់អាចធ្វើឲ្យយើងជាប់នៅក្នុងជណ្ដើរយន្តបានកុំរំលងឲ្យសោះនៅការក្រាបពួនក្នុងកន្លែងដែលមានសុវត្ថិភាពបើសិនជាយើងមិនក្រាបពួននៅកន្លែងដែលមានសុវត្ថិភាពដូចជាក្រោមតុឬក្រោមគ្រែទេយើងអាចប្រឈមការរងរបួសពីវត្ថុផ្សេងធ្លាក់ត្រូវបានចាបងប្អូនក្រោយពីកើតមានការរំជួយដីហើយអ្វីដែលបងប្អូនគួរធ្វើពិនិត្យមើលខ្លួនឯងនិងមនុស្សជុំវិញខ្លួនបើសិនជាមានរបួសត្រូវរកជំនួយពិនិត្យមើលការខូចខាតនៃអគារពិនិត្យមើលថាតើអគារដែលយើងនៅសុវត្ថិភាពឬអត់ហើយកុំភ្លេចប្រយ័ត្នក្រោយពីមានការរំជួយដីក៏អាចនៅមានការញ័ររំជួយថែមទៀតដែរមិនវង្វេងជឿព័ត៌មានមិនពិតគួរតាមដានព័ត៌មានពីប្រភពដែលគួរឲ្យជឿជាក់បានដូចជាទីភ្នាក់ងារសារព័ត៌មានឬទីភ្នាក់ងាររដ្ឋាភិបាលចំណែកឯការត្រៀមខ្លួនមុនរំជួយដីកើតឡើងគឺយើងអាចត្រៀមខ្លួនបានដូចជារៀបចំឧបករណ៍សង្គ្រោះបន្ទាន់មានឧបករណ៍ចាំបាច់ដូចជាទឹកអាហារកំប៉ុងប្រអប់សង្គ្រោះបឋមនិងពិលរៀបចំផែនការជម្លៀសខ្លួនសិក្សាផ្លូវចេញពីផ្ទះឬកន្លែងធ្វើការនិងពិនិត្យមើលថាមានផ្លូវចេញដោយសុវត្ថិភាពឬអត់ហ្វឹកហាត់ការពារខ្លួនឲ្យសមាជិកគ្រួសារដឹងពីវិធីក្រាបពួននិងអនុវត្តតាមដំណាក់កាលត្រឹមត្រូវពេលជួបគ្រោះរំជួយដីដូច្នេះការត្រៀមខ្លួននិងដឹងពីវិធីការពារខ្លួនក្នុងករណីកើតមានការរំជួយដីជាអ្វីដែលបងប្អូនទាំងអស់គ្នាគួរធ្វើព្រោះការរំជួយដីអាចកើតមានគ្រប់ពេលគ្រប់ទីកន្លែងមិនថាតែនៅប្រទេសថៃភូមាឬកន្លែងផ្សេងក្នុងពិភពលោកសូមចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់បងប្អូនឲ្យពួកគាត់បានដឹងនិងត្រៀមវិធីការពារខ្លួនពេលជួបស្ថានភាពបន្ទាន់ជាចុងក្រោយកុំភ្លេចចុច follow ឬ subscribe ខ្ញុំផងដើម្បីទទួលបានចំណេះដឹងផ្សេងសិល្បៈនិងការកម្សាន្តនានាសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត